បាទសូមជម្រាបសួរបងប្អូនអរគ្នាថ្ងៃនេះបាទគឺខ្ញុំមកផ្សំថ្នាំឬដងបាតទៅឲ្យបងប្រុសទៀតបាទនឹងហើយបងប្អូនអរគ្នាសម្រាប់ថ្នាំនេះបាទអ្នកដែលកើតឬដងបាតថ្មីបាទហូបទៅឆាប់ជាប៉ុន្តែអ្នកដែលកើតឬដងបាតចាប់ពី10ឆ្នាំឡើងទៅបាទអាចប្រើរយៈពេលហូបត្រឹម2ខែ3ខែអីណាបាទតើប្រើខ្លាំងណាបាទទៅបាត់ណាបើថាលំទេអត់បាត់ទេបាទឬតុងបាតនេះបើសិនជាយើងទុកគឺនឹងមានបញ្ហាដល់សុខភាពយើងហើយនឹងយូរទៅអាចคลายបកទៅជាមហារីកព្រោះអីឬដុំបាតវាជាដំបៅមួយដែលបើប្រើថ្នាំមិនត្រូវគឺមិនជាបាទបើថាអត់ត្រូវទេគឺវានៅតែរ៉ាំរ៉ៃបែបនឹងឯងបងប្អូនអរគ្នាបាទវារ៉ាំរ៉ៃវាដូចថាវាមិនទៅមុខណាបាទប៉ុន្តែបើសិនជាយើងជាយើងហូបអីក៏បានហើយដេកដើរឈរអង្គុយអីក៏ស្រួលបាទបើសិនជាយើងអត់ជាទេពិបាកតិចពិបាកត្រង់ថាឈរដេកដើរអង្គុយពិបាកហើយឧស្សាហ៍ធ្លាក់ឈាមហ្នឹងហើយអ្នកដែលកើតរឹសដងបាតបានយល់តែដល់ពេលយូរទៅវាធ្វើឲ្យយើងនឹងប៉ះពាល់ដល់សុខភាពយើងសុខភាពយ៉ាងម៉េចបាទសុខភាពយ៉ាងម៉េចសុខភាពនោះគឺនៅពេលដែលយើងកើតខ្លាំងយើងទៅណាត់រួចទេមានអ្នកខ្លះដេកនឹងកន្ទេលបាទមានន័យថាមានអ្នកខ្លះដេកនៅតែនឹងផ្ទះធ្វើអីបន្តិចហត់ធ្វើអីបន្តិចឈឺណាបាទហើយដោយសារតែឬដងបាតវាធ្វើຕົកបាទនេះគឺជាប្រភេទថ្នាំដែលយើងរោទៅតាមព្រៃភ្នំផងក្បែរផ្ទះផងបាទវាមានយើងទៅវាដូចគ្នាឲ្យតែថ្នាំខ្លះក៏ពិបាករោបាទនេះយើងច្រកជាកញ្ចប់ឲ្យណាបាទអញ្ចឹងបើថាអ្នកដែលកើតដេកនៅនឹងកន្ទេលអីបាទយកទៅហូបជាបាទមានបងខ្លះក៏ថាណែមិនហ៊ានវេលុយមកមុនទេខ្លាចបោកបាទឧទាហរណ៍ថាបើសិនជាគ្រូម្នាក់ដែលមិនបកែខ្លាំងថ្នាំនេះណាគេដាក់តាដើមសកែហើយនឹងដើមអីតិចតួចទៅឲ្យយើងផឹកបាទយើងចោលលុយឯងណាបាទគេអត់បោកទេបាទគេដាក់ឲ្យយើងនឹងវាអត់ប្រសិទ្ធភាពបាទអញ្ចឹងអ្នកដែលធ្លាប់ទិញពីខ្ញុំទៅស្គាល់ហើយបាទមានបងខ្លះក៏គាត់ហូបទៅគាត់ចិត្តជាហើយគាត់ថាគាត់ហូបបានមួយឈុតបាទគាត់កើតយូរហើយកើតចូល10ឆ្នាំជាងបាទឲ្យទៅហូបភ្លាមហ្មងបាទប៉ុន្តែគ្រាន់ថាជាដំណឹងល្អគាត់បានធូរច្រើនបានចិត្តនឹងជាបានថា 90% នៅសល់តែ 10% ទៀតបាទ 10% ហ្នឹងយើងព្យាបាលឲ្យវាជាដាច់ទៅបាទកុំឲ្យទុកឲ្យវានៅសល់បន្តិចតួចណាបាទ